ឥឡូវអនុញ្ញាតឲ្យខ្ញុំបើកមើលសំណួរទី1សិនសូដាលីនជំរាបសួរលោកគ្រូតើក្នុងនាមជាពុទ្ធជនតើអាចរៀនឲ្យយល់ច្បាស់ពីកម្មផលដើម្បីឲ្យចិត្តនេះព្រមទទួលយកការពិតបានឬទេលោកគ្រូសូមអរគុណលោកគ្រូទុកជាមុនបាទអាចក្នុងនាមពុទ្ធជននឹងឯងតែមិនអាចក្នុងនាមអរិយៈអញ្ចឹងណាច្បាស់ប៉ុន្តែច្បាស់ក្នុងនាមជាពុទ្ធជនខ្លាយជាកល្យាណពុទ្ធជនហ្នឹងហើយគ្រាន់តែថាការយល់ពីកម្មផលច្បាស់បាននោះវាទាល់តែយល់នៅសភាវៈធម៌តាមសេចក្តីពិតឃើញធម៌កើតពីហេតុច្បាស់លាស់មិនឃើញធម៌ហ្នឹងកើតពីរបស់ដតីក្រៅពីហេតុរបស់វានោះទេណាដូចជាថាសុខសេរីសួស្តីអីសពគ្រប់ហ្នឹងវាមិនមែននៅលើថ្ងៃដីលើអីទាំងអស់វាស្រេចហើយនៅលើបច្ច័យរបស់វានោះណាដូចជាវិបាកដែលកើតឡើងគឺវាមិនមែនអត់កម្មហើយវិបាកកើតទេច្បាស់លាស់ចឹងណាហើយកម្មមានហើយវាមិនមែនថាអត់វិបាកដែរមែនទៅនៅពេលដែលយើងមានការយល់ដឹងពីកម្មផលនេះច្បាស់ទៅកាត់បន្ថយការព្រួយបារម្ភច្រើនណាស់ព្រួយបារម្ភឬក៏ភាពអន្ទះអន្ទែងក្នុងចិត្តត្បិតរឿងអ្នកដតីសម្ពាធពីអ្នកដតីអីសពគ្រប់ហ្នឹងបើសិនបើយើងយល់កម្មផលច្បាស់ហើយវាអត់មានពាក់ព័ន្ធអីជាមួយអ្នកដតីផងណាឧទាហរណ៍ថាត្រូវអ្នកដតីចំអកលក់លើយត្រូវអ្នកដតីមិនអោយតម្លៃណាត្រូវអ្នកដតីគេមិនរាប់អានឬក៏ត្រូវអ្នកដតីហ្នឹងគេចេះតែប្រឆោតគេយកផលប្រយោជន៍អីសពគ្រប់ហ្នឹងក៏នៅតែមិនអាចញ៉ាំងចិត្តរបស់អ្នកដែលយល់ពីកម្មផលច្បាស់ហ្នឹងឲ្យញាប់យកបានទេឬថាជួយអ្នកដតីឲ្យអ្នកដតីមិនដឹងគុណអីចឹងណាហ្នឹងហើយព្រោះបីតែយើងស្រឡាញ់សេចក្តីល្អក៏ដោយហើយយើងជួយអ្នកដតីឲ្យស្រាប់តែអ្នកដតីគេមិនបានដឹងមិនបានពោលសរសើរគុណឬក៏សូម្បីតែពាក្យអរគុណគេមិនពោលឬថាគេអាចពាក្យសាមញ្ញគេថាដល់ត្រើយសើយគូកពើវិញបឹងអីងាកមកខំវិញអីហ្នឹងក៏នៅតែមិនឲ្យពោលសេចក្តីល្អដែលខ្លួនធ្លាប់ធ្វើវាល្អនៅតែល្អអញ្ចឹងណាដល់ពេលដែលយើងសាងល្អគឺព្រោះស្រឡាញ់ល្អហើយដល់អ្នកដតីគេទទួលល្អយើងមិនបានអាហ្នឹងវាជារឿងរបស់គេណាវាមិនមែនរឿងរបស់យើងទៀតទេអត់ទេឬដូចជាព្រះអាទិត្យរះឡើងដើម្បីបំភ្លឺពិភពលោកនេះចឹងគឺថារះហើយចង់ឯងដេកមួយថ្ងៃទល់យប់មិនមើលព្រះអាទិត្យក៏ព្រះអាទិត្យអត់ឈឺក្បាលអីដែរអត់ធ្វើការងារឲ្យលិចទៅវិញអញ្ចឹងណាក្តីល្អដូចគ្នាអញ្ចឹងវាមិនអាចអ្នកឯណាដែលជាបុគ្គលរមិលគុណហ្នឹងមកធ្វើឲ្យសេចក្តីល្អដែលជាកម្មល្អរបស់យើងហ្នឹងវិនាសបាត់បង់ព្រោះការរមិលគុណរបស់អ្នកដទៃទេប៉ុន្តែពាក្យថាយល់កម្មផលហ្នឹងវាទាល់តែស្គាល់ស្អីជាតួកម្មពិតប្រាកដហើយដើម្បីស្គាល់តួកម្មពិតប្រាកដហ្នឹងវាទាល់តែរៀននៅឱវាទរបស់ព្រះបរមគ្រូហ្នឹងហើយវានៅតែក្នុងអំណាចយើងជាអ្នកធ្វើកម្មទេមានន័យថាយល់វាមិនច្បាស់ទេវាទាល់តែឃើញកម្មហ្នឹងមានផលហ្នឹងមានពិតប្រាកដកម្មហ្នឹងវាផលិតវិបាកវាមិនមែនឃើញយើងជាអ្នកផលិតកម្មហើយយើងជាអ្នកទទួលផលកម្មទៅទៀតអញ្ចឹងណាអាហ្នឹងបានយល់ដល់កម្រិតដែលគួរយល់ពិតប្រាកដនោះហើយឃើញសត្វលោកទាំងអស់ហ្នឹងនៅក្នុងអំណាចកម្មទាំងអស់ឃើញអញ្ចឹងទៀតវាមិនមែនឃើញតែខ្លួនយើងទេឃើញសត្វលោកទាំងអស់ហ្នឹងនៅក្នុងអំណាចកម្មទាំងអស់ហ្នឹងសត្វដែលលែងនៅក្នុងអំណាចកម្មចូលទៅព្រះនិព្វានមកបានមិនមាននៅក្នុងអំណាចកម្មណាទោះបីតែថាពពួកទេវតាមេព្រំឬក៏មានគេតែងតួអង្គជាព្រះអាទិទេពអីសពគ្រប់ក៏នៅក្នុងអំណាចកម្មទាំងអស់យល់ចឹងបានយល់ចប់ហ្មងហើយតែកាលណាយើងយល់អញ្ចឹងមិនអស់ទេ
ជាងកាយយើងពិចារណាកម្មផលនៅក្នុងពុទ្ធសាសនាដល់មិនពុទ្ធសាសនាវាទៅជាអ្នកនេះអ្នកបង្កើតសត្វលោកអីផ្សេងខុសពីកម្មទៅវិញទៅអាហ្នឹងឈ្មោះថាមិនយល់កម្មផលទេពាក្យថាយល់កម្មផលទោះតែយល់ឃើញច្បាប់កម្មហ្នឹងជាច្បាប់សកលសម្រាប់តួអង្គព្រះទាំងអស់ហ្នឹងហើយឧទាហរណ៍ដូចជាពាក្យការព្រំហ្នឹងគាត់អាយុវែងពេកគាត់បដិសន្ធិក្នុងក្រុមហ្នឹងវាអាយុវែងពេកទៅហើយព្រំដែលជាបរោហេតាលហិសច្ជាអីនេះកើតក្រោយហើយក៏ស្លាប់មុនណាដល់ចឹងទៅហើយអាយុហ្នឹងវារាប់សែនកាប់មកហើយចឹងមកវារាប់កាប់មកហើយយើងគិតមើលតាតែថាបើសិនយើងរស់បាន10000ឆ្នាំហ្នឹងហើយយើងភ្លេចអស់ហើយអារឿងពីមុនហ្នឹងតែចូលមកព្រមនឹងផែនដីឆេះអស់កើតមកវិញនៅតែមិនស្លាប់ទៅទៀតដល់ចឹងទៅក៏គិតថាខ្លួនឯងនេះជាអាទិទេពជាសត្វលោកដ៏អស្ចារ្យអីចឹងទៅណាមកពីអីភ្លេចកម្មនឹងឯងតែបានជាភ្លេចថាតួខ្លួនឯងហ្នឹងរូបជាព្រំចិត្តជាព្រំដែលកើតជាព្រំហ្នឹងបានមកពីកម្មតតែងដែរគឺតួបញ្ចមឈានដែលជាកុសលកម្មថ្នាក់មហកតកម្មហ្នឹងជាអ្នកតតែងប៉ុន្តែតែងបានមកកំណត់ព្រំទៅពុកច្រឡំថាខ្លួនឯងហ្នឹងវាជាម្ចាស់ពិភពលោកម្ចាស់ជោគជតារាសីនៃសត្វអីដទៃទៀតអញ្ចឹងបានការសិក្សាពីកម្មផលមួយម៉ាត់ហ្នឹងវាមិនមែនគ្រាន់តែថាទេវាត្រូវតែយល់ពីច្បាប់កម្មផលហ្នឹងច្បាស់ហើយផ្ដើមរៀនពីចិត្តចេតសិករូបហ្នឹងណាហើយយើងដឹងហើយចិត្តដែលតើជាតួកម្មដែលជាលោកយៈកម្មហ្នឹងមាន20ដួងណាលោកយៈជាកាមាវចរកម្មចិត្តដែលតើតួជាកាមាវចរកម្មហ្នឹងគឺបានដល់អកុសលចិត្ត12ហើយនឹងមហាកុសល8នឹងជាកាមាវចរកម្មហើយដល់ទៅមហកតកម្មមាន9ហើយណាមហកតកម្មនឹងមាន9មានរូបាវចរៈកុសលចិត្តដែលជាតួកម្មញ៉ាំងវិបាកបដិសន្ធិនៅក្នុងពួករូបព្រំអញ្ចឹងទៅហើយអរូបាវចរៈកុសលចិត្តដែលជាតួកម្មដ៏ខ្ពង់ខ្ពស់ក្នុងលោកយៈកម្មហ្នឹងណាជាកម្មញ៉ាំងបដិសន្ធិរបស់ពួកអរូបព្រំមានន័យថាសាងអរូបព្រំកម្មហ្នឹងអញ្ចឹងយើងមើលអញ្ចឹងកាលណាដែលយើងនិយាយពីកម្មផលមួយវាអត់មានសត្វណាមួយរួចផុតពីកម្មផលទេណាអាហ្នឹងមិនឈ្មោះតែយើងយល់កម្មហ្នឹងដល់កម្រិតក្នុងនាមពុទ្ធជនយើងពិចារណាណាហើយបើកាន់តែខថាយើងនៅបែងចែកចេះក្របខណ្ឌក្នុងពុទ្ធសាសនានិយាយកម្មផលហើយតែបើកើតពុទ្ធសាសនាវាមានអ្នកទទួលបាបផ្សេងអានោះមានយល់កម្មផលស្អីបើយើងនិយាយថាច្បាប់កម្មផលគឺវាអត់មាននរណាទទួលបាបទទួលបុណ្យអីជំនួសទេទោះបីជាលទ្ធិសាសនាណាដែលអះអាងថាមានអ្នកទទួលបាបអីជំនួសអីក៏ពិតមែនអាហ្នឹងគ្រាន់តែជាទិដ្ឋិគ្រាន់តែជាការយល់របស់មនុស្សតែច្បាប់កម្មផលវាទូទៅលើសកលធាតុអាហ្នឹងបើយើងយល់ថាច្បាប់កម្មផលយ៉ាងម៉េចប្រៀបដូចជាយើងយល់ថាភ្លើងហ្នឹងគឺថាក្តៅទៅអញ្ចឹងទោះបីភ្លើងនៅក្នុងវត្តពុទ្ធសាសនាឆេះកត់ឆេះសាលាវិហារហ្នឹងវាក្តៅវាខ្ទេចវាខ្ទីហើយបើទៅឆេះវិហារឆេះអាគារក្នុងសាសនាដទៃហ្នឹងភ្លើងហ្នឹងវានៅតែក្តៅដដែលអញ្ចឹងណាវាខុសតែដាក់ឈ្មោះណាដាក់ឈ្មោះវិហារដាក់ឈ្មោះស្អីគេហៅស្អីឈើគេហៅស្អីអញ្ចឹងទៅហ្នឹងហើយយើងនៅវត្តយើងហៅវិហារអញ្ចឹងទៅប៉ុន្តែទីជ្រោកទីអាស្រ័យដូចតែគ្នាណាហើយបើតំបន់ហ្នឹងត្រូវភ្លើងឆេះដូចគ្នាអត់មានភ្លើងនឹងឆេះតែវត្តពុទ្ធសាសនាហើយបើដុតវត្តសាសនាដទៃអត់ឆេះបាបចឹងដែរបាបកើតនៅក្នុងអ្នកកាន់ពុទ្ធសាសនាក៏រុញទៅនរកហើយបើបាបកើតនៅក្រៅអ្នកកាន់ពុទ្ធសាសនាក៏រុញទៅនរកដូចតែគ្នាឃើញទេអានឹងច្បាប់កម្មផលអញ្ចឹងឧទាហរណ៍មួយទៀតដូចឆ្នាំអង្គព្រិនអញ្ចឹងវាមិនមែនថាគេហៅថាឆ្នាំអង្គព្រិនមួយអ្នកឯងកាន់ពុទ្ធសាសនាតែផឹកឆ្នាំអង្គព្រិនគ្មានព្រះណាជួយទទួលទេពលងាប់បើអ្នកឯង
ចូលមកកាន់សាសនាយើងឯងផឹកអង្ត្រៀនប៉ុណ្ណាក៏មិនងាប់ដែរព្រោះព្រះយើងជួយកុំឲ្យងាប់ព្រោះព្រះយើងស្លាប់ជំនួសណែឯងវាអញ្ចឹងអានឹងមនុស្សបានក៏ប៉ុន្តែធាតអង្គព្រានទៅចូលដល់ណានៅក្នុងស្លាប់ទៅចុះណាវាខ្ញុំថាមិនថាទេប៉ុន្តែបើចូលអង្គព្រានហ្នឹងងាប់ដូចគ្នាឧទាហរណ៍ដូចជាសម័យកូវីដទៅតែទូឡើងអញ្ចឹងគេណាយើងនៅតែច្បាស់ថាវាអត់មានព្រះណាអាទិទេពណាមករាំងកូវីដបានទេទោះបីជាទឹកមុនដែលប្រសង់យើងវិខសង្ឃយើងទៅសូត្រស្វាត់ជ័យខ្ញុំបដិសេធតាំងតែពីដំបូងមានអ្នកជើងកពីឡាយវ័យប្រហែលខ្ញុំខ្លាំងណាស់មិនមែនអ្នកអត់សិក្សាទេណាអ្នកសិក្សាជើងកពីខ្លះគេសុំផ្ញើវីដេអូត្រង់ចំពោះព្រះអង្គសានវិជាតែហ្មងកាលហ្នឹងណាកាលហ្នឹងខ្ញុំនៅជាវិខសានវិជាខ្ញុំនិយាយចឹងប្រយ័ត្នកូវីដអត់ស្គាល់ទុកមុនទេប្រយ័ត្នកូវីដអត់ខ្លាចព្រះបរិត្តទេកូវីដជាមេរោគមិនមែនវ៉ៃរុសទេមិនមែនជាសត្វទេមិនមែនអមនុស្សទេណាបើពួកអមនុស្សពួកអីដែលលោកវិចេះស្ដាប់ព្រះបរិត្តអីវាខ្លាចវាបាក់បបខ្លោកខ្លាចដោយពួកអមនុស្សនៅដែនវេសាល័យហ្នឹងហើយហើយអានេះគេប្រកាសថាវ៉ៃរុសច្បាស់ចេះអីវ៉ៃរុសវាមានតិចស្ដាប់ស្អីវាមានជាស្ដាប់ធម៌ស្អីវាមានតិចស្ដាប់ព្រះបរិត្តស្អីវាហើយវាទៅខ្លាចព្រះបរិត្តល្មិចបើវាមិនចេះស្ដាប់ផងហ្នឹងឃើញទេខ្ញុំយល់តាំងពីក្នុងកើតកូវីដភ្លាមហ្នឹងលោកនៅអាមេរិកលោកខ្មែរយើងហ្នឹងមានបរិស័ទគាត់មិនសូវស្រួលខ្លួនមុនទៅសូត្រមុនហ្នឹងបងប្អូននៅអាមេរិកនិយាយប្រាប់សូត្រមុនហើយឲ្យញោមមានសេរីសួស្តីត្រឡប់មកវិញក៏អត់ដែរទៅមើលកូវីដមកគ្នាហ្នឹងវាមានស្អីទុកច្បាស់អស់ប៉ុណ្្នឹងហ្នឹងហើយដល់លទ្ធិជឿព្រះជួយមួយចំនួនខ្ញុំលើកប្រហែលជាដឹងវិញនៅឥណ្ឌារដ្ឋាភិបាលខាងសុខាភិបាលប្រាប់ប្រជាជនកុំឲ្យជុំគ្នានោះគេថាកុំព្រួយព្រះអាទិទេពយើងជួយថាមនុស្សនិយាយមិនក៏បានដែរមនុស្សជឿមិនក៏បានដែរហ្នឹងហើយសំខាន់ព្រះមានឬអត់វាជារឿងផ្សេងមានគេសួរថាព្រះបង្កើតលោកមានអត់ខ្ញុំឆ្លើយថាមាននៅក្នុងគំនិតនឹកគិតណាតែមនុស្សមិនគិតវាមានមកពីណាឧទាហរណ៍គ្នាថាមានគ្រប់គ្នាហើយរាប់រយលានរាប់ពាន់លានគេថាព្រះបង្កើតហើយអញ្ចឹងមានហ្នឹងមានស្អីមានគំនិតហ្នឹងមានតែគំនិតហ្នឹងព្រះជួយទទួលរោគគាព្យាធិអីមានអត់ថាមាននៅក្នុងគំនិតតែមនុស្សគិតហ្នឹងអាការពិតគឺច្បាប់ធម្មជាតិមិនវាអញ្ចឹងកម្មជាច្បាប់ធម្មជាតិសុទ្ធមកតែនៅឥណ្ឌាកាលនោះសុខាភិបាលគេថាកុំឲ្យជុំគ្នាអូអត់ទេជុំគ្នាទៅផឹកអាចគោទៅងូតអាចគោរាប់40នាក់ឆ្លងឲ្យដុកទ័រពេទ្យអីស្លាប់អស់ច្រើនដែរកាលហ្នឹងដោយសារវាខ្វះកន្លែងខ្វះអីមនុស្សជុំទៅគ្នាមនុស្សខ្លះទៀតហ្នឹងគេថាអាទិទេពរបស់គេហ្នឹងតតាំងពីដូនពីតាគេមកប្រកែស័ក្តិសិទ្ធិណារោគអីក៏ព្យាយាមភិកអីបានអាហ្នឹងចំនួនមនុស្សជឿអញ្ចឹងដល់អញ្ចឹងក៏នាំទៅជុំគ្នាងក់វារកកន្លែងកប់គ្មានណាដល់អញ្ចឹងមិនទៅអស់សង្ឃឹមហ្នឹងហើយអស់សង្ឃឹមទៅក៏ខឹងព្រះអាទិទេពរបស់ខ្លួនឯងក៏វត្តតួអង្គអាទិទេពដែលខ្លួនឯងគោរពនឹងពេញតែផ្លូវឃើញណានៅឥណ្ឌាកាលនោះហ្នឹងណាក្នុងបំណែកនៃហិណ្ឌូដ៏ធំណាអញ្ចឹងមនុស្សចង់ជឿមិនជឿថាព្រះជួយការពារមេរោគមិនថាហ្នឹងមនុស្សអ្នកថាតែមេរោគវាចេះស្ដាប់ជំនឿរបស់យើងណាអត់ទេវាចូលតាមទៅចំមុខមេរោគវ៉ៃរុសហ្នឹងតាមមាត់តាមចំមុខហ្នឹងហ្នឹងហើយនៅកូរ៉េខាងត្បូងមានលទ្ធិដ៏ធំមួយព្រះរាដ៏ធំមួយអះអាងថាមានអីណាព្រះគេលះបង់ឈាមក្រហមឯណានឹងផ្ទុះពីពហិយហ្នឹងឯងពហិយធំមួយមិនមែនពុទ្ធសាសនាទេណា
ខ្ញុំមិនថាឈ្មោះសាសនាទេប៉ុន្តែបងប្អូនរំលឹកឡើងវិញមកភ្លេចអស់ថាផ្ទុះធំគឺផ្ទុះអាកន្លែងជំនឿថាព្រះមានស្អីសម្រាប់ជួយរងជំនួសក្នុងឯងមានមើលសាសនាដ៏ធំប្រកាសរដ្ឋាភិបាលទុកឈ្នះហើយណាហ៎នឹងចឹងតែចឹងពាក្យថាយល់ច្បាប់កម្មផលវាទល់តែឃើញថាកម្មគឺជាសកលកម្មបើឃើញកម្មតែក្នុងពុទ្ធសាសនាហើយចេញពីសាសនាទៅអត់ឃើញជាកម្មអាហ្នឹងកម្មដែលយើងយល់ហ្នឹងកម្មយើងជឿណាយើងមិនយល់ទេអាហ្នឹងជឿថាអូពុទ្ធសាសនាគេនិយាយកម្មផលតែបើក្នុងកន្លែងនេះគេមិនអាចនិយាយកម្មផលទេដូចខ្ញុំលើកចឹងណាមិនអង្គត្រៀមពុលតែអ្នកនៅវត្តអីណាអ្នកនៅក្រៅវត្តតែផឹកអង្គត្រៀមទៅពុលងាប់ដូចតែគ្នាអញ្ចឹងបានយល់អត្តពលពីអង្គត្រៀមហ្នឹងមែនតើបើយើងនិយាយពីកុសលកម្មវិញប្រៀបដូចជាអាហារដែលមានជីវជាតិល្អដែលយើងបរិភោគទៅវាមិនមែនថាទល់តែអ្នកអានឹងផ្លែរាងកាយណាទល់តែអ្នកកាន់ពុទ្ធសាសនាបានហូបអាហារជីវជាតិល្អហ្នឹងមានសាច់ឈាមល្អហើយបើមិនកាន់ពុទ្ធសាសនាទេហូបអាហារហ្នឹងសាច់ឈាមមិនល្អទេវាមិនមែនទេកាន់មិនកាន់អត់សំខាន់ហ៎ឬក៏ដូចជាថ្នាំផាណាដុលអីចឹងវាទល់តែជនជាតិអូស្ត្រាលីបានផឹកទៅតិចខ្លួនហើយបើមិនមែនជនជាតិអូស្ត្រាលីទេទៅអាស៊ីអ្នកផឹកអត់តិចខ្លួនវាអត់ទេបើយើងយល់អញ្ចឹងវាអត់យល់ពីឥទ្ធិពលរបស់ថ្នាំហ្នឹងពិតប្រាកដទេឃើញទេអញ្ចឹងដូចយើងលើកពីទោសៈមួយចាស់និយាយច្រើនតិចទោសៈមានលក្ខណៈម៉េចទោសៈមានលក្ខណៈក្រោធមានលក្ខណៈកាចមានលក្ខណៈបទុសរាយមានលក្ខណៈខឹងគុំគួនអីសពគ្រប់ហ្នឹងទៅតោះថ្នាំងថ្នាក់ពេញចិត្តអាទោសៈលក្ខណៈទោសៈចន្ទិកៈលក្ខណោមានលក្ខណៈកាចត្មងឲ្យទៅទោសៈចូលខ្លួនកាចអញ្ចឹងទោសៈហ្នឹងកាយទៅសម្រាប់អ្នកកាន់ពុទ្ធសាសនាឬក៏អ្នកមិនកាន់ពុទ្ធសាសនាមានទោសៈកាយដែរទោសៈហ្នឹងវាមានសាសនាស្អីវាគ្រាន់តែទូសាសនាដែលពុទ្ធបរិញ្ញាមកគ្រាន់តែរូបមន្តសម្រាប់ប្រាប់ថាទោសៈនេះជាអកុសលធម៌វាបង្កផលជាទុក្ខតែប៉ុណ្ណឹងហើយយើងមិនថាឲ្យទៅគូចូលមកកាន់ពុទ្ធសាសនាអស់ទោសៈលីងដែលឃើញសុខិជេរបចោពេញវត្តអត់មិនមានទោសៈបចោកើតដែរហើយចឹងទោសៈវាមាន belong to any particular nation ទេអត់ទោសៈហ្នឹងគឺ worldwide មកគឺទូទាំងពិភពលោកឆ្កែខំព្រោះគ្នាខំគ្នាព្រោះទោសៈមិនមែនសម្រាប់មនុស្សទៀតសម្រាប់តែមនុស្សទៀតគោឆ្លោះគ្នាខំគ្នាជុលគ្នាវត្តគ្នាព្រោះមានទោសៈណាឃើញធោបងសំដែងទៅវាទូទៅហ៎វាមិនមែនសម្រាប់តែមនុស្សទេណាសត្វក៏ដោយឆ្កែវាខំគ្នាហ្នឹងស្អីវាមានទោសៈហ្នឹងហើយប្តីប្រពន្ធស្រឡាញ់គ្នាស្រាប់តែលងញ៉ាំងដាក់គ្នាស្អីទោសៈហ្នឹងហើយស្រឡាញ់កូនតាក់ទីងទៅកូនអត់ស្ដាប់ក៏ខឹងទៅវាយទៅជេរទៅស្អីទោសៈហ្នឹងហើយវាមានស្អីapp មួយឬក៏ថា characteristic នៃធម៌ទោសៈមួយគឺវាទាស់តែអញ្ចឹងខ្ញុំនិយាយវិចារបន្តិចព្រោះខ្ញុំធ្លាប់ឮថាពុទ្ធសាសនាគេនិយាយកម្មផលក្រៅពីពុទ្ធសាសនាគេមិននិយាយចឹងទេនិយាយទៅប៉ុន្តែសួរថាតើកម្មផលវានៅតែក្នុងពុទ្ធសាសនាឬក៏ក្រៅពុទ្ធសាសនាមានដែរណាហ្នឹងហើយអញ្ចឹងអានឹងតើយើងសិក្សាបានយើងយល់បើមិនចឹងទេមកខ្លាចបាបទាំងពេលដាក់ខ្លួនជាពុទ្ធបរិស័ទអ្នកខ្លះចឹងខ្ញុំឮពុទ្ធបរិស័ទខ្លាចព្រោះអត់មានអ្នកទទួលបាបជំនួសអញ្ចឹងសាសនាគេមានគេទទួលបាបជំនួសណនោះសួរយល់កម្មផលទេមិនយល់ទេអានេះដូចថាយើងផឹកថ្នាំពុលអញ្ចឹងណាអង្គព្រីនគេតម្រូវឲ្យផឹកអង្គព្រីនអញ្ចឹងដាក់ខ្លួនជាពុទ្ធបរិស័ទអញ្ចឹងផឹកអង្គព្រីនខ្លាចពុលងាប់អញ្ចឹងអញឈប់កាន់ពុទ្ធសាសនាអញទៅកាន់សាសនាព្រះជួយវិញព្រោះផឹកអង្គព្រីនមានព្រះជួយពុលជំនួសសាកមើលទៅដើម្បីឲ្យយល់កម្មផលហ្នឹងក៏ទៅរៀនបរមត្ថធម៌នឹងឯងហើយនឹងសិក្សាប្រសូតផ្សេងជាដកផ្សេងដែលព្រះអង្គសម្ដែងពីកម្មផលហ្នឹងហើយកុំភ្លេចសិក្សាអង្គធម៌នៃកម្មហ្នឹងឲ្យច្បាស់ទៅ
ច្បាស់នៅក្នុងភាពជាបុគ្គលជនទោះយ៉ាងណាក៏មិនច្បាស់ដូចអរិយបុគ្គលដែរហ្នឹងតែថាអាចតម្រង់ការប្រព្រឹត្តរបស់យើងឲ្យតាំងនៅក្នុងសិលបានក្នុងសេចក្តីល្អផ្សេងបានព្រោះអញ្ចឹងទេយើងអាឡ័យទៅជឿរបស់ដតីភ្លេចការចម្រើនការយល់ដឹងភ្លេចចម្រើនសេចក្តីល្អនៅក្នុងចិត្តសន្តានដែលកម្មដែលតែងតែបន្តទៅតាមខ្លួនយើងហ្នឹងយើងទៅជឿថាមានអ្នកយកជំនួសអីចេះចោះអញ្ចឹងទៅយើងភ្លេចវិចខ្ចប់របស់ដែលតាមខ្លួនបាននោះឃើញទេគឺកុសលធម៌អកុសលធម៌ក៏វាទៅដែរតែมันអាចនិយាយថាជាកំណត់ទេអាហ្នឹងវាជាទូចង្រៃតាមទៅហ្នឹងហើយដូចយើងផ្លាស់ទីកន្លែងអញ្ចឹងរោគវាតាមទៅដែរហ្នឹងវាមិនស្រួលទេអាហ្នឹងកុំភ្លេចយកថ្នាំទៅផងកុសលធម៌ដូចថ្នាំអញ្ចឹងចាមេរោគហ្នឹងយើងមានបានវិញទេតែអត់ទេវានៅខ្លួនយើងហ្នឹងអញ្ចឹងកុំភ្លេចយកថ្នាំទៅតែភ្លេចយកថ្នាំទៅយូរៗអាជំងឺហ្នឹងវារើ